មុនពេលទៅសាលារៀនតើគួរធ្វើអ្វីខ្លះ 1. រំលឹកមេរៀនចាស់ខ្លាចក្រែងគ្រូសួរមិនចេះខ្មាស់គេ 2. មើលមេរៀនត្រៀមមុនគ្រូ 3. កត់ត្រាចំណុចណាមិនចេះទុកសួរគ្រូ អំឡុងពេលរៀនយើងគួរតែត្រៀម 1. ផ្ចង់អារម្មណ៍ស្ដាប់គ្រូពន្យល់ 2. ក្លាហានហ៊ានឆ្ងល់ហ៊ានសួរ 3. កត់ត្រាចំណុចសំខាន់ឬសម្ដីណាដែលគ្រូនិយាយសង្កត់ន័យម្ដងហើយម្ដងទៀត 4. អាចសុំគ្រូថតសំឡេងឬថតការពន្យល់របស់គាត់ទុកស្ដាប់ទុកមើលនាពេលក្រោយ ចំណែកពេលចេញលេងយើងគួរតែ 1. ធ្វើលំហាត់លើមុខវិជ្ជាណាដែលនៅខ្សោយ 2. ពេលខ្លះមើលវីដេអូបង្រៀនតាមអេបផ្សេងជំនួយ 3. ថ្ងៃខ្លះស្ដាប់ពីប្រវត្តិសាស្ត្រខ្មែរ 4. សួរសំណួរគ្នាទៅវិញទៅមកជាមួយមិត្តភក្តិ ពេលទំនេរពីរៀនរត់និងរៀនគួរយើងគួរតែ 1. ស្វ័យសិក្សាខ្លួនឯង អានសំណេរតែងសេចក្ដីធ្វើលំហាត់គណិតរូប 2. រៀនជាក្រុមជាមួយមិត្តភក្តិ 3. បើកជាក្លឹបសិក្សាបង្រៀនមិត្តភក្តិទៅវិញទៅមក